video mình chưa man eรูปភាពចូលទៅក្នុង frame របស់យើងចឹងហ៎បាទឥឡូវខ្ញុំនឹងប្រាប់ពួកយើងមួយវិធីសាស្ត្រទៀតដែលយើងអាចបង្កើត program តែគេតែងតែគេប្រើប្រាស់ដែរបាទពួកយើងមានដែរឃើញអា menu bar នេះទេនេះឃើញហ៎បាទយើងអាចបង្កើតវាបានដូចគ្នាណាបាទដល់យើងចូលទៅ palette ស្វែងរកពាក្យថា swing នៅណាទេវ៉ៃ swing menu បាទរកពាក្យ swing menu menu bar បាទ menu bar ណាពួកយើងចុចលើ menu bar អ្នកទាំងអស់គ្នាយកមក drop លើបាទ menu bar ហើយយើងយកមក drop លើអានេះទៅចឹងហ៎បាទយើងបានហើយណាបាទពួកយើងសាក preview សារមើលយើងឃើញមានហើយចឹងហ៎តែឥឡូវវាអត់ទាន់មានអីនៅក្នុងហ្នឹងទេពួកយើងអាច add មាន file មាន new មាន edit អីចឹងទៅណាបាទទីមួយពួកយើង select លើនីមួយដាក់ឈ្មោះវាអានេះ file មិនចឹងហ៎បាទ right click change variable name ដល់ពួកយើងដាក់ពាក្យថាm file មានន័យថា menu file ណាបាទទៅលើអានេះមួយទៀតទៅedit type ទៅយើងដាក់សំទោស change variable name យើងដាក់ថា m edit ណាគេត្រូវការមាន view មានអីទៀតយើងអាចធ្វើបានទេបាទបើយើង select ទៅលើ menu bar ទាំងមូលបាទធ្វើម៉េចឲ្យ select លើ menu bar ទាំងមូលមកហើយ right click ពួកយើងចូលពាក្យថា add menu បាទណា add menu ទៅចេញមកមួយទៀតទេណាបាទ right click edit text បាទពួកយើងដាក់ថា view ចឹងហ៎បាទហើយ change variable name ហើយដាក់ពាក្យថា view មែនទេបាទឥឡូវយើងចង់ដាក់ពាក្យ navigate ទៀតទេបាទអញ្ចឹង select ទៅលើ menu bar right click add menu ទៅបាទហើយយើង change variable name បាទដាក់ពាក្យថា navigate ចឹងហ៎បាទ change variable name មិន edit តែណាលើ change variable name ដាក់ថា m navigate ចឹងហ៎បាទអ្នកទាំងអស់នេះប្រហែលជាអាច add តទៀតបានតាមចិត្តមែនទេបាទឥឡូវអា menu តទៀតនេះអាច tầm តទៀតនៅក្នុង file នេះយើងតែត្រូវការមាន open មាន new មានអីចឹងទៅមិនចឹងហ៎ហ្នឹងហើយតែយើងត្រូវធ្វើយ៉ាងម៉េចចឹងពួកយើង right click ត្រូវ select លើ file ណាហើយ right click ជ្រើសរើសពាក្យថា add ណាបាទបើអ្នកទាំងអស់គ្នាជ្រើសរើស menu វានឹងចេញតទៀតដូចអញ្ចឹងហ៎ដូចជាពួកអានេះអាខ្លះវាចុចទៅមានតទៀតអាហ្នឹងយើងជ្រើសរើសយក menu តែយើងជ្រើសរើសយក menu item បាទ right click ជ្រើសរើសពាក្យថាmenu item ចឹងហ៎បាទ menu item ចឹងវាចេញមកតទៀតវាមាន3ផ្នែកកន្លែងនេះ icon ដែលយើងចង់ដាក់កន្លែងនេះជាអក្សរកន្លែងនេះជា shortcut key ណាបាទឥឡូវអក្សរយើងចង់ដាក់ពាក្យថាអី new ចឹងហ៎បាទយើងដាក់ទៅ new បាទ shortcut key ពួកយើងប្រើអី shortcut key control n ហ្នឹងចឹងហ៎បាទអ្នកទាំងអស់គ្នាពិសេសចឹងណាពួកយើងចុច control ហើយវាអក្សរ n មកវាជួយតែនឹងឲ្យហើយតោះនេះចឹងណាបាទយើងធ្វើម្ដងទៀតណាបាទពួកយើងគ្រាន់តែចុចលើ shortcut key នេះទៅបាទ double click ទៅដាក់ cursor នៅកន្លែង shortcut key ពួកយើងចង់ចុចអីគេ control n control e control w ឲ្យបានដល់ចិត្តឥឡូវគេតែងតែប្រើ control n មែនទេចុច control ហើយចុច n វាជួយតែឲ្យយើងហើយ control n ណាហ្នឹងហើយចុច OK ទៅចឹងកន្លែងនេះ shortcut key វាគឺ control n ណាហ្នឹងហើយ icon វានេះ icon ឡើងនេះពួកយើងអាចដាក់រូប icon បាន icon រូបអីបានតាមចិត្តបាទពួកយើងទៅ select រូបភាពយើងមកហ្នឹងបាទ icon new អីមើលដាក់ icon new រូបអីវិញសំទីនេះវាđâuត្រូវរឿងទេលាវមែនទេបាទអូខេដែរចឹងហ៎បាទពួកយើង preview តាមមើលអ្នកទាំងអស់គ្នានឹងមានណាមានចឹងណាបាទតទៀតឥឡូវទីអស់ថាខ្ញុំត្រូវការពី open ពួកយើង select ទៀត right click add យក menu item តទៀតវាអ្នកតទៀតហើយណាបាទយើងឆាងទៀតទៅ open បាទ shortcut key គេប្រើអីគេ control O ណាបាទ control O ចឹងហ៎បាទអូខេមកតែអាពួកនេះយើងត្រូវ change variable name វាផងយើង change variable name វាដាក់ថា m new បាទនេះ change variable name វាដែរ
em open chẳng ấy bà camera bồn em p để dương cho tôi xe code dương mình trai cả viền á bà icon của dương ai đâu icon bán open đấy bà open này chẳng của dương preview sao mới dương đừng khơi miên new miên open đấy bà dương trong ram tay sao bán đấy dương ram tay cho team em muối đầm mây đầm nà cá chẳng ấy bà tay dương chạy open nó toàn chạy nhanh màu gì mẹ này chạy new qua toàn anh màu đấy là sao rồi dương mình toán tay câu năng năng nát bà ali dương và ca mới tiết sale bà em thơ mơ ban cho an tinh nhé mà sale sale đấy đấy bà sale vừa khơi nhỉ gọi cũng mà đã thuộc vậy đi vậy nè chị hỏi quay bán bà nát bà nè thằng ông niên tayจะเคยមានអាគេគូបន្ទាត់ខាន់ម៉ាច់នេះទេនេះនេះស្លេតតិចនេះចឹងហ៎បាទយើងអាច add បានដូចគ្នាចឹងលេខលើវា add ពីថា separator នឹងវាចេញអាផ្ដាច់នឹងឲ្យណាបាទហើយខ្ញុំឥឡូវខ្ញុំចង់បង្កើត exit add menu item បាទ exit បាទ exit ចឹងហ៎បាទនេះ control x យើងរានតាមមើលយើងនឹងមាននឹងចេញមកអញ្ចឹងហ៎បាទឥឡូវខ្ញុំនឹងធ្វើផ្សេងទៀតឲ្យពួកយើងពីដូចជាពេលដែលយើងចុចទៅវាមានអាចេញអាធ្លាក់ចេះមកតទៀតនេះមានទេចឹងហ៎បាទមានអាហ្នឹងមកទៀតណាយើងអាចធ្វើទៅបានចឹងដើម្បីចេញអាហ្នឹងតទៀតពួកយើងកុំជ្រើសរើសពាក្យថា menu item យើងជ្រើសរើសយក menu បាទអ្នកទាំងអស់នេះ menu ឃើញទេចេញនេះមកទៀតឲ្យយើងណាហ្នឹងអាទីអត់ថាខ្ញុំដាក់នេះថាគ្រប់អញ្ចឹងទៅបាទអាហ្នឹងយើងអាច add តទៀតបាន add menu តទៀតឬក៏ add អីតទៀតបានតាមចិត្តអញ្ចឹងហ៎បាទ add item ទៀតទៅទីអត់ថាគ្រប់one អញ្ចឹងទៅពួកយើងទៅណាបាទពួកយើងអាចដាក់ icon ដាក់ shortcut key បានមិនអញ្ចឹងហ៎បាទហើយបើពួកយើងចង់បង្កើត group តទៀតពួកយើងអាច add បាន right click add ណែ menu តទៀតទៅអញ្ចឹងវាចេញ sub menu តទៀតហើយមែនទេបាទ add អីតទៀតចឹងបានទៅបាទពួកយើងរានកូដដល់តាមមើលពេលហ្នឹងយើងអាចបង្កើតformមួយបានយ៉ាងស្រស់ស្អាតហើយដែលមានភាពងាយស្រួលពួកយើងសាកសេនក្នុង C++ សាកមើលសាច់មិនធ្វើមិនបានទេធ្វើបានមែនទេបាទធ្វើបានតែគ្រាន់តែថាយ៉ាប់ចឹងហ៎ណាអត់ទាន់ចេញទេសារនិយាយមិនទាន់ស្អីកូដឥឡូវយើងសាកសេន exit សាកមើលតែមិន exit ចុចអាហ្នឹងមកចុចលើ exit ចុចលើ exit នេះណាបាទ right click ចូលទៅcheck variable name ហ្នឹងឲ្យ exit ទៅត្រូវហើយណាបាទ right click លើវាចូលទៅ event action perform មែនទេបាទហើយពួកយើងសរសេរ system dot exit so មិនចឹង
ran sao nữa default exit mẹ nè right click event action action before đó trang vài bộ nem này trang vài bộ nemนี่มีประโยชน์เนี่ยเอาไม่ติดbà dương từ mưa son ní dương mưa đằng hải dương từ vùng sài gòn nóเอาไม่ติดอย่างไงbàn tay chết dương đồ saiเนี่ยทั้งอันนี้แจกผู้dươngมีไฟขนมจันทร์ที่ทำเพื่อได้dương preview เนี่ย preview saiไม่ใช่ยืนแต่บรงแจกแม่เนี่ยแต่เพื่อได้dươngร้านเคยsaiที่เคยเข้าคนนี้เลยผู้dươngเบอร์เคยเข้าคนนี้เลยเข้าคนนี้แม่เนี่ยbàให้ไอ้นะbàที่เจ็ดเข้มต้องเรียนโดดsaiเนี่ยdươngไอ้โดดsai bàรูปแบบอย่างนะงานแล้วผู้dươngอ่านวัดเฟอร์แมนยูตามยังสันหมอกต่อน้องในเฟอร์